កំបោរកសិកម្មគន្លឹះដោះស្រាយបញ្ហាដីស្រែមានជាតិជូរកសិករជាច្រើនតែងជួបបញ្ហាក្នុងការដាំដុះស្រូវដូចជាស្រូវមានអាការៈបុកគល់រលួយគល់ឬពេលព្រោះហើយរលួយពន្លកដោយសារតែប្រព័ន្ធឬខ្សោយជាដើមបញ្ហាចម្បងទាំងនេះច្រើនតែកើតចេញពីដីស្រែរបស់យើងមានជាតិជូរខ្លាំងឬហៅម្យ៉ាងទៀតថាដីមានកម្រិតអាស៊ីតខ្ពស់ដើម្បីដោះស្រាយបញ្ហានេះប្រជាកសិករគួរប្រើប្រាស់កំបោរកសិកម្មផ្ដល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ដីស្រែរបស់បងប្អូនដែលមានដូចជាបន្សាបជាតិអាស៊ីតនិងសម្លាប់មេរោគវាជួយសម្របសម្រួលកម្រិតpHក្នុងដីឲ្យមានលំនឹងដែលកាត់បន្ថយជាតិជូរនិងជួយសម្លាប់មេរោគក្នុងដីបានមួយចំនួនកែប្រែរចនាសម្ព័ន្ធដីធ្វើឲ្យដីល្អបង្កើតឲ្យមានរន្ធខ្យល់ចេញចូលបានល្អប្រសើរពង្រឹងប្រព័ន្ធឫសជួយឲ្យឫសដំណាំស្រូវចាក់ចូលបានជ្រៅនិងរឹងមាំអាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរពន្លឿនការរលាយកាកសំណល់វាជួយកាត់កាកសំណល់និងចិញ្ច្រាំងទៅក្នុងដីឲ្យក្លាយជាកំប៉ុស្តធម្មជាតិបានលឿនតោះបងប្អូនមកដឹងពីរបៀបប្រើប្រាស់កសិករគួរបាញ់កំបោរកសិកម្មក្រោយប្រមូលផលរួចគឺនៅពេលដែលធ្វើការវាយដីឬភ្ជួរលុបចំចិញ្ច្រាំងសម្រាប់កសិករដែលចង់ព្រួសស្រូវបន្តត្រូវរងចាំពី7ទៅ10ថ្ងៃក្រោយបាច់កំបោរទើបអាចចាប់ផ្ដើមព្រួសពូជស្រូវបន្តបានបរិមាណប្រើប្រាស់អាស្រ័យលើប្រភេទដីរបស់បងប្អូនឧទាហរណ៍ដូចជាដីជូរខ្លាំងដីខ្សាច់ឬដីឥដ្ឋសូមប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំឬអ្នកជំនាញផ្សេងទៀតមុននឹងធ្វើការប្រើប្រាស់ដើម្បីកំណត់បរិមាណឲ្យបានត្រឹមត្រូវនិងចំណាយឲ្យមានប្រសិទ្ធភាពបងប្អូនគួរដឹងពីចំណុចគួរកត់ចំណាំមួយចំនួនផងដែរការប្រើកំបោរច្រើនពេកអាចធ្វើឲ្យpHឡើងខ្ពស់ដីប្រែជាមានជាតិបាសដែលបណ្ដាលឲ្យសារធាតុចិញ្ចឹមសំខាន់មួយចំនួនដូចជាផូស្វែរស័ង្កសីនិងដែកមិនអាចស្រូបយកដោយឫសស្រូវបានល្អវិញនាំឲ្យប៉ះពាល់ដល់ទិន្នផលទៅវិញចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ